នៅក្នុងសៀវភៅហ៊ុនសែនបរោះខ្លាំងដែលនិពន្ធដោយ Haris Mehta និង Julie Mehta សម្ដេចតេជោហ៊ុនសែនបានបង្ហាញក្តីប្រាថ្នាជាច្រើនក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកឧត្តមភាពនិងកិត្យានុភាពលើឆាកអន្តរជាតិក្នុងចំណោមបំណងប្រាថ្នាដ៏ច្រើននោះសម្ដេចក៏បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីដើម្បីសម្រេចនូវក្តីសុបិនដ៏ធំមួយដោយប្រែក្លាយកម្ពុជាចេញពីប្រទេសក្រីក្រទៅជាខ្លាសេដ្ឋកិច្ចមួយក្នុងតំបន់ជាលទ្ធផលបំណងប្រាថ្នារបស់សម្ដេចបានក្លាយជាការពិតជាក់ស្ដែងកាលពីឆ្នាំមុនធនាគារពិភពលោកបានចាត់ចំណាត់ថ្នាក់ថ្មីដល់កម្ពុជាក្នុងឋានៈពីប្រទេសមានប្រាក់ចំណូលទាបមកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបពិសេសធនាគារអភិវឌ្ឍន៍អាស៊ីកាលពីខែកញ្ញាឆ្នាំ2016បានប្រសិទ្ធនាមឈ្មោះថ្មីដល់កម្ពុជាគួរឲ្យភ្ញាក់ផ្អើលគឺកម្ពុជាខ្លាសេដ្ឋកិច្ចអាស៊ីការដាក់ចេញផែនការនិងគោលនយោបាយប្រកបនិយមនិងមានចក្ខុវិស័យវែងឆ្ងាយសម្ដេចតេជោកំពុងបាននឹងកំពុងរុញកម្ពុជាមួយដំណាក់កាលទៀតចេញពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050ខាងមុខនេះសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងម្ដងហើយម្ដងទៀតការពារសុខសន្តិភាពស្ថិរភាពនយោបាយដែលសម្ដេចរកបានទោះក្នុងតម្លៃណាក៏ដោយព្រោះបើគ្មានសុខសន្តិភាពគ្មានស្ថិរភាពនយោបាយកម្ពុជាមិនអាចអភិវឌ្ឍបាននោះទេនៅអ្វីដែលជាសុខសន្តិភាពដែលវាជាគ្រឹះមូលដ្ឋានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិគ្មានសន្តិភាពគ្មានការអភិវឌ្ឍនោះទេជាអ្នកគ្រប់គ្រងធនាគារឯកជនឈានមុខមួយនៅកម្ពុជាលោកអ៊ិនចានីប្រធានអគ្គនាយកធនាគារអេស៊ីលីដាតែងតែមានសោទិដ្ឋិនិយមពីស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជាដែលលោកថ្លែងថាក្នុងភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាននាំមកនូវសន្តិភាពស្ថិរភាពនយោបាយស្ថិរភាពសង្គមនិងកំណើនសេដ្ឋកិច្ចជាអ្វីដែលធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍមកដល់សពថ្ងៃនេះកត្តាសំខាន់ដទៃទៀតគឺតាក់ទងទៅនឹងបទដ្ឋានច្បាប់កិត្តិយសនៅពេលធ្វើច្បាប់នីមួយៗកម្ពុជាតែងតែជួលអ្នកជំនាញការបរទេសមកជួយតាក់តែងច្បាប់ដ៏ល្អក្នុងកម្រិតផ្កាយ5ហើយការអនុវត្តច្បាប់បានត្រឹមត្រូវរបស់កម្ពុជាទើបមានការអភិវឌ្ឍមកដល់បច្ចុប្បន្នលោកអ៊ិនចានីបន្តថាច្បាប់វិនិយោគដ៏ល្អរបស់កម្ពុជាបានអនុញ្ញាតឲ្យជនបរទេសអាចកាន់កាប់ទ្រព្យសកម្ម 100% ការបង្វែរប្រាក់ចំណេញត្រឡប់ទៅវិញមិនចាំបាច់សុំច្បាប់ពន្ធលើប្រាក់ចំណេញមិនមានលក្ខណៈស្មុគស្មាញនិងការប្រើប្រាស់រូបិយប័ណ្ណជាដុល្លារជាការសម្រួលដល់វិនិយោគមិនចាំបាច់ប្តូរជារូបិយប័ណ្ណជាតិក្នុងទិដ្ឋភាពសេដ្ឋកិច្ចការឈានចេញពីប្រទេសក្រីក្រមកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបលោកអ៊ិនចានីយល់ថាការឈានឡើងរបស់កម្ពុជាបែបនេះជាការផ្ដល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋឲ្យមានជីវភាពធូរធារជាងមុននិងជាការលើកទឹកចិត្តអ្នកវិនិយោគមករកស៊ីនៅប្រទេសកម្ពុជាបន្ថែមទៀតព្រោះពេលមកកាន់ប្រទេសកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតទាបធ្វើឲ្យកម្ពុជាមានហានិភ័យទាបហើយប្រសិនជាកម្ពុជាខ្ចីប្រាក់ពីបរទេសអត្រាការប្រាក់ក៏មានកម្រិតទាបផ្ទុយទៅវិញបើកម្ពុជាស្ថិតនៅក្នុងប្រទេសក្រីក្រកម្ពុជានឹងត្រូវចាត់ចំណាត់ថ្នាក់ជាប្រទេសមានហានិភ័យខ្ពស់និងមានអត្រាការប្រាក់ខ្ពស់ប្រសិនជាកម្ពុជាខ្ចីបុលពីបរទេសខ្ញុំតបើក្នុងនាមជាអ្នកដឹកនាំធនាគារធំជាងគេនៅប្រទេសកម្ពុជាយើងមើលឃើញថាការរីកចម្រើនរបស់ប្រទេសកម្ពុជាយើងគួរជាទីកត់សម្គាល់យ៉ាងខ្លាំងព្រោះយើងចាប់ផ្ដើមពីអត់មានសង្គ្រាមទៅដល់ប្រទេសមួយដែលមានសេដ្ឋកិច្ចចំណូលបាទយើងហៅថាចំណូលកម្រិតទាបមធ្យមបាទទាបបាទកម្រិតទាបមធ្យមបានសម្រាប់2ទសវត្សរ៍នេះនឹងចំណុចសំខាន់ទី1ទី2បើយើងមើលពីកំណើនសេដ្ឋកិច្ចក្នុងរយៈពេល2ទសវត្សរ៍ជាមធ្យមបាទ 7% បាទជាង 7% ចា៎បាទហើយចំណុចទាំងអស់នេះឯងដែលធ្វើឲ្យសេដ្ឋកិច្ចយើងរីកចម្រើនមានការជឿជាក់ទុកចិត្តហ្នឹងព្រោះតាមធម្មតាវិនិយោគិនដែលមកបោះទុនធ្វើអាជីវកម្មនៅក្នុងប្រទេសមួយៗគេមើលរឿងធំ3គេមើលស្ថិរភាពសេដ្ឋកិច្ចបាទគេមើលស្ថិរភាពនយោបាយនិងសង្គមគិច្ចបាទ3នឹងឯងដែលធ្វើឲ្យគេចាប់ផ្ដើមធ្វើសម្រាប់ថាតើទៅបោះទុនធ្វើអាជីវកម្មនៅក្នុងប្រទេសនានាណាបាទនឹងចំណុចដែលសំខាន់ជាពិសេស
លំហូរទុនវិនិយោគពីបរទេសឬហៅកាត់ថា FDI មកកម្ពុជាក្នុងរយៈពេល25ឆ្នាំចុងក្រោយចន្លោះឆ្នាំ1994ដល់2014មានទំហំប្រមាណ $19.2 លានក្នុងនោះ 44% គឺជាទឹកប្រាក់នៃការវិនិយោគរបស់ចិនសេដ្ឋវិទូកម្ពុជាបណ្ឌិតមីកល្យានទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថាសន្តិភាពនិងស្ថិរភាពនយោបាយជាអ្វីដែលសំខាន់សម្រាប់កត្តាផ្ទៃក្នុងកម្ពុជាហើយសេរីភាពវិនិយោគកម្មនិងភាពមិនចង្អៀតចង្អល់របស់កម្ពុជាបានបើកឱកាសឲ្យអ្នកវិនិយោគចូលមកកម្ពុជាកាន់តែច្រើនជាមួយគ្នានេះកម្ពុជាក៏មានយុទ្ធសាស្ត្រត្រឹមត្រូវពិសេសគោលនយោបាយដាក់ចេញដោយសម្ដេចតេជោហ៊ុនសែនដែលផ្ដោតលើទឹកភ្លើងផ្លូវមនុស្សនៅក្នុងយុទ្ធសាស្ត្រចតុកោណពិតជាយុទ្ធសាស្ត្រដ៏ល្អទីមួយយើងមានស្ថិរភាពនយោបាយយើងមានសន្តិភាពណាតែអត់មានអានឹងទេគឺថាធ្វើអីក៏អត់កើតដែរខ្ញុំខ្លួនឯងគឺថាដឹងច្បាស់ណាស់ព្រោះខ្ញុំពីក្មេងគឺថាសង្គ្រាមណាធ្វើអីក៏អត់កើតដែរចាវិចទៅវិចរត់រហូតអានឹងជារឿងមួយដែលថាយើងត្រូវតែទទួលស្គាល់ហើយក្មេងមួយចំនួនហ្នឹងគាត់អត់យល់ពីកត្តាហ្នឹងទេណាកត្តានេះថាកត្តាស្ថិរភាពហ្នឹងសំខាន់ទី1ទី2ខ្ញុំយល់ថារដ្ឋាភិបាលយើងបានធ្វើគោលនយោបាយមួយដ៏ត្រឹមត្រូវដឹកនាំដោយសម្ដេចហ្នឹងគឺថាយើងមានគោលនយោបាយមួយត្រឹមត្រូវបន្ទាប់គោលនយោបាយហ្នឹងមិនជាពិបាកប្រមាណទេគឺថាជាគោលនយោបាយសាមញ្ញក៏ប៉ុន្តែត្រឹមត្រូវគឺថាដូចយើងបាននិយាយឬហើយថាសម្ដេចធ្លាប់និយាយគឺថាយើងសង្កត់ទៅលើទឹកភ្លើងផ្លូវនិងមនុស្សសេដ្ឋវិទូរូបនេះបានបន្តថាសម្ដេចតេជោហ៊ុនសែនពិតជាដើរតួនាទីសំខាន់បំផុតក្នុងការរុញប្រទេសនេះទៅមុខបន្តទៀតដែលលោកមីកល្យានបញ្ជាក់ដែរថាអ្វីដែលសំខាន់បំផុតគឺសម្ដេចបាននាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយនិងការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវប៉ុន្តែកម្ពុជាត្រូវតែរឹតបន្តឹងខ្សែក្រវ៉ាត់របស់ខ្លួនបន្ថែមទៀតតាមរយៈការធ្វើឲ្យប្រសើរជាងមុននិងមានប្រសិទ្ធភាពជាងមុនយោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថាកម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច 7% នាឆ្នាំនេះជាការព្យាករណ៍ស្របគ្នាទៅនឹងមូលនិធិរូបិយវត្ថុអន្តរជាតិធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកផងដែរកម្ពុជាបានជាប់លំដាប់ជាប្រទេសទី6នៅលើពិភពលោកដែលមានសេដ្ឋកិច្ចរីកលូតលាស់ជឿនលឿនជាងគេដោយចន្លោះពីឆ្នាំ1994ដល់ឆ្នាំ2014កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច7គឺដាក់សញ្ញា 7% និងចាប់ពីឆ្នាំ2015ដល់2016សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនក្នុងរង្វង់ 7% ផងដែរហើយផលទុនជាតិសរុបរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ $30,000 លានអាមេរិកសេដ្ឋកិច្ចកម្ពុជាកំពុងជំរុញដោយសសរស្តម្ភធំចំនួន4គឺវិស័យវិញ្ញាណភ័ណ្ឌកាត់ដេរនិងស្បែកជើងវិស័យសំណង់និងអចលនទ្រព្យវិស័យទេសចរណ៍និងវិស័យកសិកម្មវិស័យទេសចរណ៍បាននឹងកំពុងរួមចំណែក 12% នៃផលទុនជាតិសរុបដោយការមកដល់របស់ភ្ញៀវទេសចរមកកាន់កម្ពុជាបានកើនឡើងដល់ 5 លាននាក់កាលពីឆ្នាំមុនផ្ដល់ចំណូលដល់សេដ្ឋកិច្ចជាតិជាង $3,000 លាននិងរំពឹងកើនឡើងដល់ 5.4 លាននាក់នៅឆ្នាំនេះហើយការព្យាករណ៍របស់ក្រសួងទេសចរនឹងទទួលបានភ្ញៀវទេសចរកើនឡើងដល់ 7 លាននាក់នៅឆ្នាំ2020លោកហ៊ូវ៉ាន់ឌីអគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរជាតិកម្ពុជាថ្លែងថាការបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលនិងគោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យចំនួនភ្ញៀវទេសចរកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះជាក់ស្ដែងក្រុមហ៊ុនទេសចរបានកើនឡើងពី288ក្រុមហ៊ុនកាលពី10ឆ្នាំមុនដល់600ក្រុមហ៊ុននៅពេលបច្ចុប្បន្ននិងក្រុមហ៊ុនអាកាសចរដែលបានចុះបញ្ជីបានកើនឡើងពី24ដល់34ក្រុមហ៊ុនក្នុងចន្លោះរយៈពេល10ឆ្នាំចុងក្រោយជាង2ទសវត្សរ៍មកនេះយើងឃើញថាមានការប្រែប្រួលច្រើននៅក្នុងរង្វង់ទេសចរជាតិកម្ពុជាណាបាទអ្វីដែលលេចធ្លោជាងគេនោះគឺនៅក្នុងឆ្នាំ2003 2004បាទដែលសម្ដេចនាយករដ្ឋមន្ត្រីលោកបើកចំហជើងមេឃគោលនយោបាយបើកចំហជើងមេឃនេះឯងបាទគោលនយោបាយបើកចំហជើងមេឃនេះឯងដែលធ្វើឲ្យកម្ពុជាលេចធ្លោបាទនៅក្នុងរង្វង់អ្នកទេសចរនៅជុំវិញអាស៊ីនិងពិភពលោកទាំងមូលលោកហ៊ូវ៉ាន់ឌីបន្តថាវិស័យទេសចរជាវិស័យនាំមុខនៅការអភិវឌ្ឍព្រោះពេលបច្ចុប្បន្នទេសចរនៅតំបន់ណាមួយសេវាកម្មនិងការអភិវឌ្ឍនឹងកើតនៅទីនោះហើយវិស័យនេះបានរួមចំណែកផ្ដល់ផលចំណូលដោយផ្ទាល់និងប្រយោលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន
ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលនិងជាអ្នកត្រួសត្រាយផ្លូវប្រទេសនេះចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO លោកបណ្ឌិតសុកស៊ីផាណាថ្លែងថាដោយសារតែសុខសន្តិភាពដែលរកបានដោយសម្ដេចតេជោនេះហើយទើបសម្ដេចបានភ្ជាប់ខ្លួននិងលោតចូលក្នុងឆាកអន្តរជាតិព្រោះមិនចង់ឲ្យប្រទេសយើងតូចទីផ្សារតូចដូច្នេះចង់មិនចង់ការធ្វើសមរណកម្មតំបន់និងលោតចូលទីផ្សារពិភពលោកជាកត្តាធំបំផុតដែលឆ្លុះបង្ហាញពីការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលជាង2ទសវត្សរ៍នេះយើងត្រូវខំធ្វើម៉េចទាំងអស់គ្នាហ្នឹងព្រោះសម្ដេចគាត់នៅពីលើអញ្ចឹងគាត់ជួយពីកម្រិតម៉ាក្រូច្រើនក៏ប៉ុន្តែខ្ញុំថាតួនាទីនៃប្រជាជនតួនាទីនៃសហគ្រាសតួនាទីនយោជកតួនាទីគេថាដែលអ្នកធ្វើការកម្មករហ្នឹងឲ្យគាត់យល់ថាយើងត្រូវធ្វើម៉េចរួមដៃគ្នាធ្វើឲ្យស្រុកទេសយើងហ្នឹងវាមានភាពមានស្ថិរភាពសង្គមបណ្ឌិតសុកស៊ីផាណាបន្តថាពិភពលោកបានទទួលស្គាល់កម្ពុជាមានស្នាដៃក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចដែលចេញពីគោលនយោបាយសមរណកម្មក្នុងតំបន់និងពិភពលោកជាក់ស្ដែងសម្ដេចតេជោបានរុញឲ្យកម្ពុជាចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ2004និងសមរណកម្មស៊ីជម្រៅនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានដែលកត្តាទាំងពីរនេះបានធ្វើឲ្យអ្នកវិនិយោគចូលមកកម្ពុជាដោយសារកម្ពុជាមានសុខសន្តិភាពហើយកម្ពុជាគោរពបានតាមនិន្នាការពិភពលោកទើបអ្នកវិនិយោគចូលមកកម្ពុជានិងមានរោងចក្រមកច្រើនលោកបណ្ឌិតបន្តថាបច្ចុប្បន្នប្រទេសកម្ពុជាមានអំណោយផលច្រើនសម្រាប់ការអភិវឌ្ឍដោយមានប្រជាជនវ័យក្មេងច្រើនមានកម្លាំងពលកម្មថោកមានឧត្តមភាពប្រកួតប្រជែងច្រើនខាងធនធានធម្មជាតិខ្ញុំថាទី1កត្តាសំខាន់បំផុតគឺសន្តិភាពបើអត់មានសន្តិភាពវាអត់មានការអភិវឌ្ឍទេបើអត់មានការអភិវឌ្ឍយើងមិនអាចរកកំណើនសេដ្ឋកិច្ចបើអត់មានកំណើនសេដ្ឋកិច្ចក៏យើងមិនអាចកាត់បន្ថយភាពក្រីក្រដែរអញ្ចឹងថាកត្តាដែលធំបំផុតគឺសម្ដេចតេជោបានធ្វើឲ្យមានស្ថិរភាពនយោបាយមានសន្តិសុខក្នុងសង្គមហើយសន្តិភាពហ្នឹងនិយាយខ្លីសន្តិភាពហ្នឹងគឺជាកត្តាធំបំផុតមុននឹងយើងគិតអ្វីៗទាំងអស់បើតាមបណ្ឌិតសុកស៊ីផាណាបញ្ជាក់ថានៅពេលអនាគតបើកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច 7 ទៅ 8% វាមហាអស្ចារ្យហើយព្រោះប្រទេសយើងតូចមិនអាចលោតផ្លោះដោយប្រទេសធំដែលមានធនធានច្រើននោះទេហើយអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីរុញកម្ពុជាឲ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030វាសមរម្យមានកិត្តិយសរស់មានន័យល្អហើយដូច្នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាតួអង្គសំខាន់បំផុតនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា